សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីសិស្សថ្នាក់ទី12នៅពេលដែលរៀនចប់ចូលសាកលវិទ្យាល័យតើគួររៀនបណ្ដើរធ្វើការបណ្ដើរឬមួយចាំរៀនចប់សាកល4ឆ្នាំទើបចេញរកការងារធ្វើចាប់បាក់ដប់ភ្លាមសំណួរដែលពិបាកឆ្លើយបំផុតមិនមែនគេសួរថាចង់រៀនជំនាញអីទេប៉ុន្តែអ្វីដែលពិបាកនោះគឺតើគួររកការងារធ្វើភ្លាមឬចាំរៀនចប់សាកល4ឆ្នាំទើបចេញរកលុយអ្នកខ្លះចង់សម្រាកដើម្បីស្វែងរកខ្លួនឯងអ្នកខ្លះចង់រកការងារព្រោះចង់ជួយគ្រួសារហើយអ្នកខ្លះទៀតក៏ខ្លាចរៀនផងធ្វើការផងធ្វើមិនកើតស្ដាប់ឲ្យច្បាស់បើប្អូនមានលទ្ធភាពគ្រប់គ្រាន់គ្រួសារអាចចិញ្ចឹមបានពេញ4ឆ្នាំការរៀនតែមួយមុខវាមិនខុសទេប៉ុន្តែសង្គមខាងក្រៅវាមិនមែនពើការឈូកដោយអ្វីដែលប្អូនគិតនោះទេសញ្ញាបត្រ4ឆ្នាំបើគ្មានបទពិសោធន៍ការងារសោះវាគ្រាន់តែជាកណ្ដាស់មួយសន្លឹកដែលបញ្ជាក់ថាប្អូនធ្លាប់រៀនតែមិនមែនបញ្ជាក់ថាប្អូនចេះធ្វើការនោះទេកុំចាំដល់តែរៀនចប់ទៅភ្ញាក់ខ្លួនថាសង្គមគេត្រូវការអ្នកចេះដោះស្រាយបញ្ហាមិនមែនអ្នកដែលចេះតែទ្រឹស្ដីនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេចម្លើយដែលល្អបំផុតនោះគឺកុំចាំបើអាចចេញធ្វើការក្រៅម៉ោងឬការងារដែលតាក់ទងនឹងជំនាញដែលប្អូនរៀនតាំងពីឆ្នាំទី1ឬឆ្នាំទី2ឡើងទៅហត់បន្តិចមែនបាត់បង់ពេលវេលាកំដរមិត្តភក្តិកាត់សេតបន្តិចមែនប៉ុន្តែប្អូននឹងចំណេញ2យ៉ាងទី1ប្អូននឹងស្គាល់តម្លៃនៃលុយនិងទី2ប្អូននឹងស្គាល់ពីចរិតមនុស្សនៅក្នុងសង្គមការងារពិតប្រាកដពេលរៀនចប់4ឆ្នាំមិត្តភក្តិប្អូនទើបតែដើរដាក់ CV តែប្អូនមានបទពិសោធន៍ការងារ3ទៅ4ឆ្នាំក្នុងដៃបាត់ទៅហើយជីវិតគឺជាការរត់ប្រណាំងដែលគ្មានទីបញ្ចប់កុំយល់លេសថារៀនមិនទាន់ចប់រកការងារមិនទាន់បានសមត្ថភាពមិនមែនកើតឡើងដោយសារអាយុនោះទេប៉ុន្តែវាដុសចេញពីការហែកខ្លួនឯងពីភាពសំណុកសុខស្រួលចាប់ផ្ដើមពីថ្ងៃនេះកុំចាំដល់ថ្ងៃស្អែកព្រោះពេលវេលាវាមិនចាំអ្នកដែលដើរយឺតនោះទេតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះវីដេអូនេះខមមិនបញ្ចេញមតិខាងក្រោម